បាទអញ្ចឹងអានេះតើតើមួយកម្មវិធីទាំងអស់ក្នុងហ្នឹងណាបាទគឺបានបញ្ចូលឲ្យដល់ហើយអញ្ចឹងតើតើមួយ app នេះគឺ app យកទទួលណាចឹងចុចឲ្យបេតុងតែលេរបស់យើងនេះទៅឆ្វេងមកចុចឆ្វេងវាចេញតារាងមកចឹងប៉ុកមកយើងហ្នឹងចង់មើលប៉ុនហ្នឹងចុច select ចូលប៉ុនហ្នឹងមកចឹងចង់ដូរប៉ុនចុចឆ្វេងទៀតមានប៉ុនភាសាមានរឿងមានអីនៅក្រោមនេះទៀតណាបាទចឹងចុចមករឿងខាងក្រោមទៀតមកហើយគឺមានច្រើនសូម្បីតែ app មើលរឿងបរិយាក៏មានដែរចាអញ្ចឹងនៅក្នុងទូរីអ្នករូបបិទមួយនេះគឺ app មើលរឿងបាទចឹងគេមានប៉ុនរឿងប៉ុនអីយើងមើលណាបើយើងចង់មើលប៉ុនជាតិរបស់យើងឡើងទៅលើវិញទៅរកប៉ុនជាតិប៉ុនទទួលយើងធម្មតានៅលើអត់ចង់មើលប៉ុនណាចូលប៉ុនហ្នឹងមកបាទអញ្ចឹងសម្រាប់ប៉ុនគឺមានច្រើនក្នុងហ្នឹងអញ្ចឹងបាទចឹងយើងចង់មើលប៉ុនបរទេសអីផ្សេងៗចុចខាងឆ្វេងណាខាងឆ្វេងបតង់ទៀតមកនៅចេញតារាងចេះអញ្ចឹងវាមានប៉ុនប្រទេសគេមានប៉ុនកីឡាតបតាមានប៉ុនចិនប៉ុនវៀតណាមឯកសារសាស្ត្រកីឡាម៉ាឡេសិង្ហបុរីឥណ្ឌូជប៉ុនអីផ្សេងៗខាងអេកស្ពតអីរឿងនៅក្រោមទៀតណាបាទអញ្ចឹងមានច្រើននៅក្នុងខ្សែនេះអញ្ចឹងតែបើថាបើយើងផុសថាយើងមើលប៉ុនខ្មែរយើងឡើងទៅលើវិញមកយើងចូលទៅក្នុងតក្រប៉ុនខ្មែរយើងមកនេះយើងចូលទៅប៉ុនខ្មែរយើងមកអញ្ចឹងគេមើលប៉ុនយើងចូលប៉ុនហ្នឹងទៅបាទអញ្ចឹងខ្ញុំទៅ app ផ្សេងទៀតណាគេយកពាក្យថាយ៉ាងមកខ្ញុំត្រឡប់ចេញក្រៅវិញណាបាទអញ្ចឹងសម្រាប់ app មួយទៀតនេះគឺ app ក្រសួងព័ត៌មានគឺសម្រាប់មនុស្សចាស់អីគាត់អត់ចង់ចុចអីច្រើនអីអញ្ចឹងទេយើងគាត់អាចប្រើ app នេះក៏បានដែរយើងមាន app ផ្សេងទៀតសម្រាប់ចុចមើលមាន logo ធំៗអញ្ចឹងចឹងនេះយើងចុចឆ្វេងស្ដាំធម្មតាទេដើម្បីចង់មើលប៉ុនមួយណាមួយណាអញ្ចឹងណាចូលដល់ចង់មើលប៉ុននេះយើងចុច OK ចូលមកនេះ OK ចូលតោះមកចុចយក white line ទៅអត់ជាហាត់ផ្លេនៅក្នុងការងារតឡាការបាទអញ្ចឹងបើយើងចង់ដូរប៉ុនយើងក៏ចុចនេះបេតុងនេះមកត្រឡប់ក្រោយណាត្រឡប់ក្រោយហើយត្រឡប់ក្រោយទៅយើងចុចរកប៉ុនផ្សេងហ្នឹងចុចចូលមកចុច white line បាទអញ្ចឹងយើងចង់រកប៉ុនផ្សេងចុចរាវតាមហ្នឹងបាទអញ្ចឹង logo ធំស្រួលបាទយើងចុចលឿនចុចជាប់ទៅគឺវាទៅលឿនចេះមកនេះចុចមួយក៏បានដែរបាទអញ្ចឹងខ្ញុំចេញពី app ហ្នឹងទៅ app ផ្សេងទៀតអញ្ចឹងតើតើជាមួយនឹង app មើលរឿងអី Hollywood របស់ហ្នឹងក៏ខ្ញុំមានបញ្ចូលជូនដែរអញ្ចឹង app នេះយើងអត់ចាំបាច់អស់លុយប្រចាំខែប្រចាំអីទេគឺសិតតែរឿង free ដាក់ជូនណារាប់ពាន់រឿងមកចុចតម្លាក់ក្រោមបាទមានរឿងច្រើនហើយដំណើរការវាក៏លឿនដែរបាទយើងចង់មើលរឿងមួយណាចុចរកទៅណាបាទឡើងលើចុចរកចង់មើលរឿងមួយនេះខ្ញុំចុចចូលមកតោះមកយកពាក្យកន្លែងវីដេអូយកពាក្យឈ្មោះរបស់រឿងហ្នឹងយកពាក្យ Pro Play យើងដើម្បីយើងចាក់មើលរឿងហ្នឹងហើយនេះយើងចាំបន្តិចដើម្បីយើងចាំ speed internet យើងទាញចូលដើម្បី download រឿងហ្នឹងឲ្យយើងមើលអញ្ចឹងណាមិនវាយឺតទេដោយសារយើងចាំ internet ព្រោះវាប្រព័ន្ធរឿងនេះវាត្រូវការ online អញ្ចឹងបាទអញ្ចឹងចេញមករឿងហ្នឹងគឺ1ម៉ោង51នាទីហើយរឿងខ្លះគឺយកចេញពី Netflix មកហ្មងអញ្ចឹងបាទអញ្ចឹងនេះគឺសម្រាប់មើលកុនមើលអីអញ្ចឹងណាបាទអញ្ចឹងចេញមកបាទអញ្ចឹងខ្ញុំណែនាំទៅ app ផ្សេងទៀតណាខ្ញុំមាន app រឿងផ្សេងទៀតជូន app នេះមួយហើយគឺមាន app ផ្សេងទៀតនិយាយទៅ app កំសាន្តគឺមានច្រើនដែរបាទបើនិយាយពីខាងក្រៅគឺអត់មានទេយើងអាច download វាមកបានបាទអញ្ចឹងដូចកន្លែងនេះអញ្ចឹងគេមានបែងចែកតាមហ្នឹងមាន filter មានអីបាទវាបែងចែកជាគ្រប់រឿងអញ្ចឹងណាបាទហើយបើយើងចង់មើលប្រភេទ movie វាមានជារឿងផ្សេងទៀតមានច្រើនរឿងនោះសាមើលបានទាំងអស់មិនមើលបានអញ្ចឹងជាភេទជា kit តកតាក៏មានដែរបាទតកតារឿងតកតាយើងចង់មើលយើងចុចចូលមើលមកតមកគឺយើងចេញយើងចូលកន្លែងនេះដើម្បីវាធំណាយើងចុចចូលកន្លែងទីក្រោមវិញយើងចុចចូលកន្លែងហ្នឹងដើម្បីវាបរិចបាទអញ្ចឹងមួយរឿងហ្នឹង1ម៉ោង39នាទីបាទអញ្ចឹងគេមាននាទីដើរហ្នឹងយើងអាចខាបានទៀតយើងចុចចេញមកខាទៅមុខបានឃើញទេអញ្ចឹងចង់ដូរហើយចុចត្រឡប់ក្រោយទៅគេមានយើងស្រែទៅនេះមានភាសាមានអីចឹងដូចជា subtitle យើងដាក់បានទៀតចឹងយើងចង់មើលលក្ខណៈ movie មនុស្សចាស់យើងចូលមក movie ទៅធំវិញនេះយើងហៅរឿងណាដែលយើងចង់ចូលមើលណាបាទចឹងយើងចុចលើកន្លែងនេះមកដើម្បីបរិយាធំមកបាទចឹងត្រឡប់ក្រោយមកចឹងមានច្រើនចង់មើលអីយើងហៅតាមហ្នឹងមកចឹងសម្រាប់ app ផ្សេងៗទៀតយើងអាចទៅរកមើលក្នុងនេះបានណាកន្លែង app link នេះកន្លែងយើងដាក់ app ទាំងអស់ដែលយើងបានឡើងជូននៅក្នុងនេះទាំងអស់មកបាទចឹងមានកន្លែងយើង download app ហើយបានដូចជា Play Store មានអីចឹងក្នុងហ្នឹងមាន APK នេះកន្លែងយើង download app មាន app កំសាន្តតទូអីផ្សេងៗបាទនេះកន្លែងយើងដាក់ app ទាំងអស់ហើយយើងចូលមកក្នុងហ្នឹងមកហើយកន្លែង file manager នេះកន្លែងយើងដាក់ flash ចូលយើងអាចបើក flash ហ្នឹងបានមើលរឿងឬក៏មើលរូបថតដែលយើងមានក្នុង flash ដូចក្បាច់នេះអញ្ចឹងណាបាទអញ្ចឹងមួយទៀតគឺ font ខ្មែរក៏មានតឡើងជូនដែរយើងអាចចង់ដាក់ Unicode ខ្មែរបាទ Unicode ចុចពីទូរស័ព្ទក៏បានហើយនេះគឺ app share screen វាជាពីទូរស័ព្ទទៅទទួលណាជាមួយនឹង app មួយនេះបាទនេះគឺ app share របស់វាមកហ្មង app share screen បាទអញ្ចឹងតើតើមួយ app សំខាន់ៗដែលយើងត្រូវមើលប្រចាំថ្ងៃខ្ញុំបានលើកយកដាក់ទៅលើនេះ
នេះតើតើមួយ YouTube អីចឹង YouTube យើងបានចូលមកបាទចឹង YouTube វាចេញមកចឹងយើងចង់មើលវីដេអូណាមួយយើងអាចជ្រើសរើសវីដេអូណាដែលយើងចង់ចូលមើលចឹងបាទតើមកយើង select ចូលពីលើហ្នឹងហើយបាទចឹងរូបភាពគឺច្បាស់ល្អបាទបាទចឹងសម្រាប់តុក្កតាឬក៏រឿងអីយើងអាច search តាមហ្នឹងចឹងតាក់ទងជាមួយនឹងការចុចសម្រាប់ដុំនេះយើងអាច search នៅទីនេះបាននៅកន្លែងស្វែងរកនេះយើងអាចសរសេរជាអក្សរមាន keyboard save ឬក៏យើងអាចបកជាសំឡេងបាន camera Ceremon បាទចឹងពេលយើងនិយាយទៅគឺ search ជាអក្សរហ្នឹងហើយអាចជ្រើសរើសថាវីដេអូណាដែលយើងចង់ចូលទៅស្ដាប់មើលអីចឹងបាទយើងអាចរកវីដេអូណាដែលយើងចង់ចូលមើលយើងចុចប្រតាមហ្នឹងទៅបាទបាទអញ្ចឹងយើងអាច search តាមនឹងបានតែឧទាហរណ៍យើងចង់ search តុក្កតាឲ្យកូនមើលតុក្កតាបាទយើងគាត់តែនិយាយអញ្ចឹងមកគឺវា search ទៅរកយើងអាចបាច់វាយ keyboard មកហត់ទេបាទអញ្ចឹងចេញមកប្រភេទតុក្កតាអញ្ចឹងបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ search មើលរឿងមើលអីយើង search តាមហ្នឹងមកចុចមករឿងភាគចិនបាទចឹងចេញមកសាររឿងភាគចិនបាទចឹងយើងចង់មើលរឿងណាយើងចុចចូលមើលទៅតែបើចង់មើលរឿងនេះជាលក្ខណៈភាគរបស់គេភាគ1 10ភាគកញ្ចប់អញ្ចឹងចុចចូលមើលតាមហ្នឹងមកបាទចឹង YouTube គឺរបៀបប្រើអញ្ចឹងយើងអាចចុច search ក៏បានឬក៏យើងនិយាយ voice លេងក៏បានបាទសូមអរគុណច្រើន